ណាអ្នកស្រុកអ្នកភូមិយើងទាំងអស់គ្នាបាទលោកមេពូចូលមកប្រជុំគ្នាចូលមកទីនេះចូលរួមកំសាន្តហើយច្រៀងរាំឲ្យបានសប្បាយដើម្បីអំណរភូមិស្រុកយើងបានប្រមូលភោគផលយ៉ាងបរិបូរណ៍សូមអញ្ជើញសូមអញ្ជើញលោកមេភូមិណែមានកាយទៅរៀបលោកមេភូមិអាយ៉ាកំណាចបាញ់ចូលមកហើយលោកហាជាកំណាចចូលមកដល់ហើយមកឲ្យបងមកទៅត្រូវមកតាមប្រយ័ត្នអូសកាយហេទៅតាមយើងសកាយកូនសកាយកូនសកាយអូនអត់ខសកាយកូនជំរាបពុកជួយកូនខ្ញុំផងជំរាបពុកសកាយកូនកូនទៅតាមរកអាក្រុងយ៉ាកំណាច់នោះដើម្បីជួយសង្គ្រោះអូនសកាយលោកពុកសូមពុកទុកចិត្តលើកូនចុះតែពុកមិនអាចដាច់ចិត្តបានឡើយពីប្រុសអាយ៉ាកំដៃដូកាច់សាហាវខ្លាំងណាស់កូនបើអញ្ចឹងយើងត្រូវធ្វើយ៉ាងណាដើម្បីជួយអូនសក្ខីបានលោកពុកសក្ខីកូនសក្ខីអូនទៅកូនអូនទៅលេលោកពុកលេ
លោកពុក សក្តាកូនទឹកចិត្តដ៏ក្លាហានមោះមុតរបស់កូនបានធ្វើឲ្យពុកអនុចិត្តជាខ្លាំងណាស់បើពុកបានលាចាកលោកនេះទៅកូនស័ក្តិសមជាអ្នកជំនួសពុកគ្រប់គ្រងនៅភូមិឋាននេះហើយណាកូន ជំរាបពុកបាញ់ចឹងកូនសូមជំរាបលាពុកសិនហើយណាពុក បងសក្តាបងស័ក្តិសមជាងវីរៈបរោះមែនខ្ញុំសូមជូនពរបងសម្រេចបានជោគជ័យនិងប្រឡាយកំណាច់នោះដើម្បីជួយសង្គ្រោះនាងសក្ខីណាបង អរគុណបងហឹង្សាច្រើនណាស់ជំរាបពុកកូនសូមលាពុកសិនហើយក ូនសម្លាញ់ក្នុងពេលធ្វើដំណើរទៅរកក្រុងយក្សកំណាច់នោះប្រកាសជួបប្រទះនឹងគ្រោះថ្នាក់ឧបសគ្គច្រើនណាស់ត្រូវមានអ្នកអមដំណើរទៅជាមួយនឹងកូនទៅបានពេលនេះមានអ្នកណាអាចទៅជាមួយនឹងសក្តាដើម្បីទៅជួយសងគ្រោះសក្ខីមកវិញបានទេមានអ្នកណាទេ ពុកមានប្រសាសន៍ត្រូវណាស់បងហឹង្សាប្រហែលជាបងមិនចោលខ្ញុំទេមើលទៅ រឿងទៅសម្រាប់យក្សជួយសង្គ្រោះនាងសក្ខីពិតជាខ្ញុំខំមិនបានប៉ុន្តែសប្តាហ៍នេះឪពុករបស់ខ្ញុំកំពុងតែមានជំងឺរ៉ាំរ៉ៃគ្មាននរណាថែរក្សាកាត់ម្ល៉េះហើយខ្ញុំសូមជូនការងារនេះប្រកល់តនអ្នកសៀងទៅចុះ ហ៎បើគ្មាននរណាទេទុកឲ្យខ្ញុំទៅតែម្នាក់ឯងក៏ទៅបាន ឈប់សិនបងសក្តាតើបងអាចឲ្យខ្ញុំរួមដំណើរផងបានទេ បានហើយឯងគឺជាមនុស្សអាសាឥតកាហើយគ្មានវិជ្ជាអ្វីទាំងអស់បើទៅតាមយើងទេនោះនាំតែអំពើដល់យើងតែប៉ុណ្ណោះ តែមិនគួរណាបងឯងទៅតែម្នាក់ឯង ស៊ូទៅតែម្នាក់ឯងមិនបាច់វល់ការពារនៅមនុស្សតន់សោយដូចជាឯង ត្រូវស៊ូទៅតែម្នាក់ឯងប្រសើរជាងទៅជាមួយមនុស្សអត់វិជ្ជា ជំរាបពុកកូនសូមលាពុកសិនហើយសូមពុករក្សាសុខភាពផងណាពុក សូមជូនពរឲ្យកូនសម្លាញ់សម្រេចបានជោគជ័យ ពុក ពុកកូនសូមលាពុកសិនហើយ សក្តា
ក្តាលោកមេថ្លៃបងអើយសាយ័នរំលាយកែងកានផ្លូវស្រីគេស្ដាប់អូនច្រៀងរាប់រឿងភ័ក្រក្ដីលុបឆ្នេរចលស័យមានន័យម្លេះទេទឹកថ្លាដូចពេញឆ្លោះសាច់ញៀងហើយបាំងពពករលួក្រមរេពីរួងម្លេះទេបើបំពេលបងអូនណាសក្តិថ្លាមថ្លៃដួងចិត្តងន់ឃ្លាតឆ្ងាយបាត់ដោយក្តាច់ចំណរលកមកបានច្រានអូនឆ្ងាយបងចាក់ចោលបងកងក្រមកត់ស្នេហាសាំងមកចូលនេះមិនភ្លេចទៀតប្រៃសូមអើយនឹងស្រីស្រីដ៏ចលសាទួងទឹកច្រោះសាច់ដាច់ស្នាមស្នេហាក៏ដួងចិនដាកំសាវ៉ាឡា ទៅហើយកូននៅសង្រេចសង្រីការຕົកចំបែងតែម្នាក់ឯងយ៉ាងនេះកូនគួរតែកាត់ចិត្តខ្លះទៅកុំការຕົកពេកនាំតែចំបែងចិត្តទេណាកូនអ្នកម្ដាយអើយក្នុងមួយជីវិតកូននេះកូនបានសច្ចាហើយថាគឺស្រឡាញ់តែសក្ខីមួយតែប៉ុណ្ណោះកូនមានម្ដាយឃើញកូនសោកសៅអញ្ចឹងម្ដាយមិនអាចណាស្ងាប់ចិត្តបានទេណាកូនអ្នកម្ដាយអ្នកម្ដាយក្នុងមួយជីវិតកូននេះ
គឺមានតែសក្ខីមួយតែប៉ុណ្ណោះពីព្រោះនាងស្អាតនោះជាបុប្ផារីកក្រពុំចឹងណាអ្នកម្ដាយប៉ុន្តែនាងសក្ខីគឺជាកូនលោកមេភូមិចំណែករូបកូនវិញជាអ្នកក្រីក្រតើកូនមានចាំបានទេរឿងរ៉ាវកើតឡើងកាលពីមុននោះម្ដាយមិនចង់ឲ្យកូនរំលឹកដល់នាងសក្ខីនឹងគ្រួសារនោះទៀតទេតែសក្ខីស្រឡាញ់កូនខ្លាំងណាស់ហើយកូនក៏បានយល់ចិត្តយល់ថ្លើមនាងទៀតផងជាពិសេសគឺនាងក៏បានទទួលវត្ថុប្រចាំចិត្តដោយផ្ទាល់ដៃអំពីកូនទៀតផងណាអ្នកម្ដាយអត់ដំកូនម្ដាយខំក្រើនលំលឹកកូនយ៉ាងនេះទៅហើយកូននៅតែមិនប្រែប្រួលចិត្តទៀតព្រះម្ចាស់ថ្លៃអើយតើឲ្យខ្ញុំធ្វើយ៉ាងណាទៅតើបានជាកូនខ្ញុំស្ដាប់បង្គាប់ខ្ញុំអ្នកម្ដាយសូមអ្នកម្ដាយវិលត្រឡប់ចូលប្រទេសមុនចុះកូនចង់នៅទីនេះស្ងប់ស្ងៀមតែម្នាក់ឯងហើយបន្តិចទៀតកូននឹងទៅជាក្រោយណាអ្នកម្ដាយស្ដាប់ម្ដាយណាកូនបំភ្លេចចោលទៅធ្វើមិនដេចឲ្យកូនភ្លេចបានទៅបើបំភ្លេចមិនបានក៏ត្រូវតែខំបំភ្លេចដែរអ្នកម្ដាយអ្នកម្ដាយសក្ខីអូនតើពេលនេះអូននៅទីណាអរុកអរិយទេវតាអ្នកតាព្រៃភ្នំតើមានអ្នកណាដឹងទេតើពេលនេះសក្ខីនៅទីណាហើយអាយ៉ាកំណាចនោះវាលាក់ទុកសក្ខីនៅដល់ទីណាទៅមានអ្នកណាដឹងទេមានអ្នកណាដឹងទេមិនក៏ស្ងាត់ជ្រងំយ៉ាងនេះយើងគឺជានាងហេងធរណីនេះណែសូមក្រាបថ្វាយបង្គំនាងកងហេងធរណីសូមនាងជួយដល់ខ្ញុំផងតើសក្ខីនៅទីណាហើយអាយ៉ាកំណាចនោះវាចាប់យកសក្ខីទៅលាក់ទុកនៅកន្លែងណាទៅអ្នកចង់ដឹងធ្វើអ្វីដើម្បីជួយដល់អូនសក្ខីនិងជួយរំដោះទុក្ខភ័យដល់ប្រជាជនរាស្ត្រនៅក្នុងស្រុកភូមិផងប្រសើរណាស់ប៉ុន្តែអ្នកគ្មានវិជាការអ្វីធ្វើមិនដេចទៅសម្លាប់អាយកំណាចនោះបានទៅតែខ្ញុំបានប្រាជ្ញាហើយថាទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងត្រូវយកឈ្នះអាយកំណាចនោះឲ្យតតែបានសូមនាងជួយដល់ខ្ញុំផងចុះផ្លូវទៅនគរយ៉ាមានឧបសគ្គច្រើនណាស់សំខាន់អ្នកត្រូវតែរៀនវិជាការអ្វីមួយដើម្បីការពារខ្លួនណាអ្នករឿងនោះមិនពិបាកទេខ្ញុំនឹងខំហាត់រៀនវិជាការសូមនាងកងហេងធរណីជួយប្រាប់ឲ្យខ្ញុំបានដឹងផងចុះ
អត់ដំប៉ុន្មានថ្ងៃនេះយើងឃើញអ្នកចូលមកទីនេះយំសោកសង្រៃធ្វើឲ្យយើងរំភើបចិត្តជាខ្លាំងណាស់ នាងកងហេងធរណី អត់ដំកាត់មកជាតិនេះជួបតែអាភពបាត្រូវគូកបលៀបចាកទៅឆ្ងាយកាត់មកជាតិនេះជួបតែអាភពបាត្រូវគូកបលៀបចាកទៅឆ្ងាយដោយដួងប្រលឹងរំពឹងលើកាយបាត់រូបឆោមឆាយចិត្តខ្ញុំរីងរៃដល់នគរយែកត្រូវតែឆ្លងសម្បត្តិ7ចនភ្នំ7ចនណាណែ ទោះជាផ្ទៃសមុទ្រធំល្វឹងល្វើយភ្នំខ្ពស់រាប់យោជក៏ដោយក៏ចិត្តខ្ញុំមិនរុញរាដែរសូមនាងជួយបង្ហាញឲ្យខ្ញុំបានដឹងផងចុះណែទៅតាមទិសខាងនេះចុះ ទិសនិរដី ត្រូវទៅតាមទិសនិរដីឆ្លងសមុទ្រ7ចនភ្នំ7ចនអ្នកនឹងទៅដល់នគរយក្សហើយសំខាន់អ្នកខិតខំប្រឹងប្រែងហាត់វិជាការអ្វីមួយតើបានណាណែ ខ្ញុំនឹងសូមចងចាំនៅពាក្យសម្ដីរបស់នាងកងហេងធរណីខ្ញុំនឹងខំហាត់រៀនវិជាការ បើអ្នកតាំងចិត្តមកមិត្តអ្នកនឹងបានសម្រេចមិនខានឡើយ បងឧត្តមបងកំពុងតែលិតជង្គង់នៅទីកន្លែងនេះអញ្ចឹងខ្ញុំកំពុងតែលិតជង្គង់អរគុណនាងកងហេងធរណីណាចំណែកចេតនាទៅណាមកណាដែរខ្ញុំកំពុងតែដេញតាមសត្វប្រាសណែបងឯងមិនឃើញវារត់ឆ្ពោះមកទីកន្លែងនេះឬទេខ្ញុំមិនបានឃើញសត្វប្រាសសត្វអីទេណាចេតនាយ៉ាងម៉េចបងខ្ញុំចង់ពឹងបងឯងហាត់រៀនវិជាគុណឲ្យខ្ញុំផងបានទេរឿងហាត់វិជាគុណវាមានតពិបាកអីប៉ុន្តែពីមុនមកខ្ញុំខំបបួលបងឯងឲ្យរៀនបងឯងមិនរៀនបែរទៅជារៀនផ្លុំខ្លុយទៅវិញចេតនាបងឯងដឹងស្រាប់ហើយគ្រួសារខ្ញុំក្រីក្រខ្វះខាតខ្លាំងណាស់គ្មានពេលឯណាទៅហាត់រៀនវិជាគុណនោះទេតែរឿងផ្លុំខ្លុយគឺគ្រាន់តែកំដរអារម្មណ៍ពេលសម្រាប់ពីការងារតែប៉ុណ្ណោះមែនហើយតើបងហាត់វិជាគុណទុកធ្វើអ្វីទៅទុកសងសឹកពួកក៏ហឹង្សាមែនទេបើត្រូវការខ្ញុំនឹងបង្ហាញបងឯងភ្លាមទេពួកគេនោះមិនស័ក្តិសមឲ្យខ្ញុំចាញ់ឈ្នះទេខ្ញុំហាត់វិជាគុណគឺដើម្បីទៅសម្លាប់អាយៈកំណាចនោះទេតើស្អីបងឯងទៅនិយាយថាម៉េចរៀនគុណដើម្បីទៅសម្លាប់យក្សឬមិនខុសទេចេតនា
ទៅសម្រាប់យ៉ាក់ឬមួយក៏ទៅធ្វើជាចំណីយ៉ាក់ទៅសម្រាប់យ៉ាក់ដើម្បីជួយដល់អូនសក្ខីនិងជួយរំដោះទុក្ខភ័យដល់ប្រជានរាស្ត្រនៅក្នុងស្រុកភូមិយើងណាបានហើយណែទុកឲ្យខ្ញុំស្ទាបក្បាលបងឯងមើលតើមានក្តៅឬទេគ្មានក្តៅឯណាហេតុដូច្បានជានិយាយប្តេជ្ញាអញ្ចឹងណាមិនគួរណាខ្ញុំត្រូវក្តៅទៅវិញព្រះម្ចាស់ថ្លៃអើយវង្វេងវង្វាន់អស់ហើយណាខ្ញុំនិយាយពិតណាចេតនាបើអញ្ចឹងតើយើងទៅរកអាយកំណាចនៅទីកន្លែងណាទៅលោកអើយនាងកងហេងធរណីបានប្រាប់ថាវានៅឯទិសនិរដីតែត្រូវឆ្លងសមុទ្រ7ជាន់ភ្នំ7ជាន់ទៀតផងណារឿងហាត់វិជាគុណខ្ញុំបានត្រៀមជាស្រេចហើយកាលណាទៅបងឯងបង្រៀនគឺរៀនក្នុងពេលនឹងតែម្ដងរៀនចេះចប់ពេលណាខ្ញុំនឹងចេញដំណើរភ្លាមបងឧត្តមយើងគឺជាមិត្តសម្លាញ់នឹងគ្នាខ្ញុំយល់ពីអារម្មណ៍របស់បងឯងពេលដែលត្រូវប្រប្រាស់គូសង្សារបើបងបដិញ្ញាហើយខ្ញុំក៏ស្ម័គ្រចិត្តធ្វើដំណើរទៅតាមបងដែរណែបងឯងដឹងស្រាប់ហើយបើនិយាយពីរឿងក្បាច់គុណវិញនៅក្នុងភូមិនេះខ្ញុំមិនស្មើនឹងនរណាទេបងឯងនិយាយនឹងបានន័យថាគឺគ្មាននរណាស្មើនឹងខ្ញុំទេអញ្ចឹងសោះហើយណែបើនិយាយពីរឿងបាញ់ធ្នូវិញគឺមិនខកបំណងឡើយណាបងប្រសើរមែនបងឧត្តមសូមបងកុំព្រួយខ្ញុំជួយរាប់រងវិយាក់យងខ្នងអត់ស្អីសង្ខាសូមបងកុំព្រួយខ្ញុំជួយរាប់រងវិយាក់យងខ្នងអត់ស្អីសង្ខារួចទៅរំដោះដល់គូសង្សារជាគូវាសនានៃបែងដងបងខ្ញុំសូមអរគុណចេតនាខ្លាំងណាស់បងឧត្តមសូមបងកុំនិយាយអីពីរឿងគុណស្រាយបិទអីយើងជាមិត្តសម្លាញ់នឹងគ្នាជួយគ្នាក្នុងគ្រាមានអាសន្ននោះជាការធម្មតាទេណាបងមែនហើយចុះពេលណាទៅយើងចេញដំណើរពេលរៀនចេះចប់ពេលណាយើងនឹងចេញដំណើរភ្លាមបើអញ្ចឹងទុកឲ្យខ្ញុំទៅលាអ្នកម្ដាយខ្ញុំសិនតែនាងកងហេងធរណីបានប្រាប់ថាត្រូវតែឲ្យខ្ញុំរៀនចេះមុនវិជ្ជាមុនសិនរឿងហាត់ក្បាច់គុណវាមានទៅពិបាកអីណែឥឡូវនេះខ្ញុំនឹងបង្ហាត់បងឯងហើយពេលណាដែលធ្វើដំណើរទៅបដាខ្ញុំនឹងបង្ហាញបងឯងបន្តទៀតបងយល់ព្រមឬទេបើបានអញ្ចឹងប្រសើរណាបានហើយបងឧត្តមបងព្រមព្រៀបផាត់ឯនៅត្រៀមរួចជាស្រេចបងឧត្តមចេតនាយ៉ាងមិនដែរចេតនាបងឧត្តមបងឯងពិតជាឆ្លៀសវៃមែនរៀនមួយយល់ដល់10ខ្ញុំសង្ឃឹមថារវាងស្លឹកឈើជំរុះស្លឹក100ដងបើបងឯងខិតខំរៀនសូត្រនោះច្បាស់ជាចាប់សត្វខ្លះបានជាមិនខានឡើយបងឯងនិយាយថាម៉េចខ្ញុំគ្រាន់តែនិយាយលេងទេណែតើតែបង្ហាត់បន្តិចសោះខ្ញុំឃើញថាបងឯងមានការឆ្លៀសវៃជាខ្លាំងណាស់ណាណែមានចេតនាទៅជាមួយអញ្ចឹងហើយមានកូនកំបិតខ្លីមួយនេះធ្វើឲ្យខ្ញុំរឹងមាំស្មារតីណាស់ណាស្អីបងឯងទៅនិយាយថាយ៉ាងម៉េចបងឯងគិតសម្រាប់យកកំណាចនោះតើកូនកំបិតខ្លីនេះឬមិនខុសទេពេលចូលទៅដល់នគរយ៉ាកខ្ញុំនឹងលួបចូលបន្ទប់របស់វា
ហើយឆ្លៀតឱកាសនៅពេលដែលវាកំពុងតែគេងលងលក់ខ្ញុំនឹងចាក់វាឲ្យចំបេះដូងតែម្ដង ណែបងឧត្តមប្រហែលជាយក្សនោះគឺជាយក្សទីងមងហើយមើលទៅអេយក្សទីងមងយ៉ាងទៅណែប្រហែលជាយក្សនោះគឺជាយក្សគល់ឈើទើបបណ្ដោយឲ្យបងឯងចាក់វាយ៉ាងងាយងាយអញ្ចឹងណែខ្ញុំនិយាយពិតណាស់ចេតនាបានហើយណែឥឡូវនេះខ្ញុំហេវហើយបងឯងរងចាំខ្ញុំនៅទីកន្លែងចុះខ្ញុំទៅរកបាញ់សត្វមរិតយកមកធ្វើជាចំណីអាហារញ៉ាំរួចក្រល់ហើយយើងនឹងធ្វើដំណើរទៅណាបងបើអញ្ចឹងក៏បានដែរតែកុំទៅយូរពេកណាខ្ញុំចាំបងឯងនៅកន្លែងហ្នឹងណាខ្ញុំមិនទៅណាចូលបងទេបើអញ្ចឹងខ្ញុំទៅហើយណាបងទៅចុះមើលទៅគួរឲ្យអាណិតចេតនាជាខ្លាំងណាស់ជាអ្នកដតីសោះតែគេស្រឡាញ់រាប់អានខ្ញុំដូចជាបងប្អូនបង្កើតអញ្ចឹងមែនហើយសក្ខីអូនតើនៅពេលនេះអូនសុខទុក្ខយ៉ាងណាទៅអស់លោកអរុកអរិយអ្នកតាព្រៃភ្នំសូមអស់លោកជួយយកអាសាខ្ញុំផងចុះយើងគឺជាអ្នកតាភ្នំនេះណែខ្ញុំសូមលើកដៃសំពះអ្នកតាភ្នំសូមលោកមេត្តាអាណិតជួយខ្ញុំកុំចាត់អាយ៉ែកំណាចនោះផងចុះអ្នកចង់ឲ្យយើងជួយដើម្បីជួយសង្គ្រោះដល់គូសង្សារមែនទេមិនត្រឹមតែជួយសង្គ្រោះដល់អូនសក្ខីនោះទេថែមទាំងចង់សម្លាប់អាយ៉ែសាដើម្បីឲ្យអ្នកស្រុកអ្នកភូមិរស់បានសុខសាន្តផងប្រសើរណាស់បើអ្នកចង់ទៅសម្លាប់អាក្រុងយក្សនោះទេអ្នកត្រូវតែមានចិត្តលោះចន្ទភៈរបស់ព្រះអិននៅលើឋានសួគ៌នោះណានៅលើឋានសួគ៌នេះគឺជាកញ្ចក់ទឹកនេះនឹងឆ្លោះឃើញបានរាប់ពាន់យោជន៍បើអ្នកសម្លឹងចូលកាលណាអ្នកនឹកបានឃើញនគរយក្សហើយរឿងអ្វីដែលកំពុងតែកើតឡើងនៅស្រុកភូមិអ្នកនោះណាតើខ្ញុំអាចសម្លឹងមើលបានទេបានចូលអ្នកសម្លឹងមើលទៅចុះនេះណែសូមអរគុណអ្នកតាភ្នំព្រះម៉ែម្ចាស់ស្រីម៉ែកមិនតន់ភ្លឺស្រឡះទេទុកឲ្យម្ចាស់ស្រីសម្រាកបន្តិចទៀតចុះព្រោះប៉ុន្មានរាត្រីនេះហើយម្ចាស់ស្រីគ្មានបន្ទំតល់ចាសោះចេះតែយំសោកសឹងរែងសឹងរៃប្រហែលជានៅហាត់ណាស់ហើយមើលទៅមនុស្សអីក៏ស្អាតម្លឹងតាបានយក្សាវាឡងនឹងសម្ផស្សរបស់នាងមួយថ្ងៃវាបង្ខំប៉ុន្តែនាងមិនព្រមតបថ្លៃសោះលុះត្រាតែយក្សាទៅបាត់តើបនាងព្រមហប់មាត់បើនៅតែរបៀបនេះទេគឺមិនអាចរស់តទៅមុខបានទៀតឡើយម្ចាស់ស្រីភ្ញាក់ហើយព្រះម៉ែម្ចាស់ស្រីសូមម្ចាស់ស្រីតុបតែងកាយខ្ញុំម្ចាស់បានរៀបចំជាស្រេចហើយក្រាបទូលតុបតែងកាយផ្លាស់គ្រឿងអលង្ការដើម្បីអ្វីទៅបើជីវិតយើងដូចជាមនុស្សស្លាប់ទៅហើយនោះផ្លាយថាដែលម្ចាស់ស្រីធ្លាប់សោយខ្ញុំម្ចាស់ក៏បានរៀបចំជាស្រេចដែរក្រាបទូលយើងអរគុណនឹងនាងច្រើនណាស់សូមម្ចាស់ស្រីខំសោយបន្តិចទៅប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិតណា
នាងអើយយើងទៅកាត់គោអីដល់ជីវិតទៀតតើយើងចង់ស្លាប់ក្នុងពេលឥឡូវហ្នឹងម្ចាស់ស្រីម្ចាស់ស្រីម្ចាស់ស្រីកុំកោតទុកសោកសៅធ្វើអ្វីទៀតនាំឲ្យវឌ្ឍនាព្រះកាយទេសូមម្ចាស់ស្រីសប្បាយចិត្តឡើងទៅព្រោះរឿងហេតុវាបានកំណត់យ៉ាងនេះទៅហើយក្រាបទូលហេតុអីបានជាកំណត់រឿងនេះបានយើងខំរស់មកដល់សពថ្ងៃនេះក៏យើងសង្ឃឹមថានឹងមានអ្នកមកជួយសង្គ្រោះយើងជាមិនខានទេមានតែម្ចាស់ស្រីទេបានក្រុងយក្សស្រឡាញ់ថ្នាក់ថ្នមយ៉ាងនេះតាំងពីមិនមកម្លេះគ្មានអ្នកណាហ៊ានចំទាស់ទេខ្ញុំម្ចាស់ក៏ដូចម្ចាស់ស្រីដែរបានក្រុងយក្សចាប់មកទីនេះវាស្រឡាញ់វាក៏ទុកឲ្យធ្វើភីលៀងចំណែកអ្នកឯទៀតពេលដែលវាបានស្គប់ស្កល់ហើយវាក៏យកធ្វើជាចំណីឬក៏คล้ายខ្លួនទៅជាថ្មទាំងអស់ប៉ុន្តែយើងចង់ស្លាប់ក្នុងពេលឥឡូវណាបើម្ចាស់ស្រីស្លាប់ខ្ញុំម្ចាស់ក៏ត្រូវក្រុងយក្សសម្លាប់ដែរម្ចាស់ស្រីអើយសូមម្ចាស់ស្រីអាសូរដល់ខ្ញុំម្ចាស់ផងខ្ញុំម្ចាស់រស់នៅដល់សប្តាហ៍ថ្ងៃនេះដោយសាររងចាំឱកាសល្អផ្ដល់ឲ្យដែរក្រាបទូលចុះនៅរងចាំទៅអង្កលណាទៀតឬក៏ត្រូវរស់នៅទីនេះរហូតលោកគ្រាអវសានហេតុអ្វីម្ចាស់ស្រីត្រូវចាប់មកទីនេះនាងអើយយើងក៏ជាមនុស្សស្រីធម្មតាទូទៅ
មានគូប្រចាំចិត្តរួចទៅហើយម្ចាស់ស្រីម្ចាស់ស្រី Không có nợ nhá. Đấy. Giang vật hơi niêng. Địch niêng. Hấn phong. Là xâm liệp bảo vệ. Hỏi mà cha sấy. ក្រាបទូលព្រោះតែម្ចាស់ស្រីចាស់តែប្រកែកក្រាបទូល Niêng ấy đi. Một chiếc huyền bàn cả bên. Rắn kê nước cầm bách cục cục cả nâng. Một vô mình ban xâm rạc đây. Một chục ôi niêng. Có tàu tiền đâu. Có huyềnប្រយោជន៍ over đây. Mở xe ra. Bắt luôn. Chạm nước vì sấy chẳng ra đi. Nước tàu sẽ làm cho là dâu. Riêng. Tôi bên chia. ម្ចាស់ស្រីជួយខ្ញុំម្ចាស់ផង Chạm răng. Chạm viết tàu sẽ làm cho là dâu. Riêng. ម្ចាស់ស្រីឆាប់សិននាងនេះគ្មានទោសកំហុសអ្វីទេ Ồ, bạn hơi của anh. Lực linh tu ôi viết sao. Ồ, đang kỳ du mong mà đây. Nhưng, lúc các bạn lưu sâu xâm linh xây rù sát. Ồ, rù sát xâm linh. Mấy đốt sắt xa để ca chừng. Ê nà niệm linh. Hãp ra cùng lăng. Hôm ấy, thiêng rong. Cầm rong với chắc sấy. Cái công sản chất. Hãp rong.
ណាស់ល្អណាស់បានហើយហើយចុះអូតាក់ទីអើយអូនជាបុប្ផារិកក្រោះពុំឯកែវនេត្រាឬដូចវងតារាអូយើងគ្មាននៅពាក់ពេចអ្វីដើម្បីស្ងើចសរសើរនឹងប្រដូចរូបសម្ផស្សរបស់អូនបានឡើយចំពោះយក្សសាយើងគឺជាស្ដេចចំពោះមនុស្សសាវិញយើងមិនចាញ់នរណាឡើយតែចំពោះរូបសក្ខីវិញយើងរៀបដូចជាខ្ញុំបម្រើហើយកំពុងតែអោនកាយថ្វាយបង្គំរូបតាមរូបរបស់នេះហើយណាហើយចុះអូក្នុងយត្រីនេះបងចាត់ជាវិធីអភិសេកស្រីរូបស្អាតសក់វាយលើទៅហើយយើងទៅរកវត្ថុមួយមានតម្លៃបំផុតនៅលើលោកនេះយកមកជូនអូនហើយណាហើយបងទៅសិនហើយហេព្រះម្ចាស់ថ្លៃអើយតើឲ្យខ្ញុំគិតគូរយ៉ាងណាទៅបងអត់ដឹងតើពេលនេះបងនៅឯណាម្ចាស់ស្រីបងអត់ដឹងអើយពេលនេះម្ចាស់ស្រីអូនលាបងសិនហើយសន្យាជួបគ្នានៅទៀតក្រោយចាផុតទៅសក្តិអូនបងមកជួយអូនហើយនេះណាបងប្រងសក្តិអូនបងប្រងសក្តិអូនបងប្រងបងមកដល់ហើយណែប្អូនស្រីអើយកុំធ្វើយ៉ាងនេះញ៉ាសក្តិអូនបងប្រោអ្នកក្លាហានសូមអ្នកក្លាហានជួយយកអាសាខ្ញុំផងសកិននេះខ្ញុំនឹងចងចាំអស់មួយជីវិតណាបានយើងនឹងឲ្យញាក់ទៅជាមួយនឹងពួកយើងណាបាទមានហើយសក្តិអូនបើអញ្ចឹងយើងប្រញាប់ព្រមណាទៅណាអូនទៅបងហេអូតាមអានុសាអើទៅណាមកណាបានហ៊ានចូលមកដល់ទីកន្លែងយើងឡើយលៀងមកទីនេះដើម្បីសម្លាប់យក្សសាណាអូ
trong xâm lặng nhiều khó à hắn chặt nó hắn tốt Anh rong giết trốn mất បងប្រាប្រយ័ត្នខ្លួនណាបង ô ô ô à à អ្នកក្លាហានបងប្រាអ្នកក្លាហាន ô phải sẽ na ô ai cho tao sọc vào niệm ai chặt ô cô kia không tiếng nước thằng ngọc đi trốn mất đi đi nhưng đừng chụp ôi phụ cái lại luôn tao giết mọi đằng ngọc ôi phụ anh luôn chăm ta hayយើងជាខ្មោចព្រៃមិនមហិតរិទ្ធខ្លាំងក្លាតែងចាប់មនុស្សសាធ្វើជាចំណៃថ្ងៃនេះវិផលក្នុងហារតីមិនដឹងហេតុអ្វីប្លែកពីធម្មតា ជំរាបលោកម្ចាស់ មិនកាយ ឥឡូវនេះតែងតែស្ងាត់ជ្រងំចុះហេតុអីក៏មានមនុស្សពីរនាក់តម្រង់នឹងដើរមកដល់ទីនេះអញ្ចឹង ប្រសើរណាស់ជួនយើងកំពុងតែស្រេកឃ្លានស្រាប់តែមានចំណៃមកជួនយើងយ៉ាងនេះប្រសើរណាស់បិសាច តែប្រញាប់រៀបចំមេខ្លួនប្រាណាធ្វើជាស្រីឋាននេះបញ្ឆោតនេះពួកវាឬតែប្រញាប់រៀបចំមេខ្លួនប្រាណាធ្វើជាស្រីឋាននេះបញ្ឆោតនេះពួកវាôi si ôi phật trục bê lê về lìa chặt nhốt tay pi vừa chia trong này មួយពួកព្រីបេសាយើងទាំងអស់គ្នាបើអញ្ចឹងពួកយើងឆាប់ចូលទៅក្នុងផ្លាក់ខ្លួនភ្លាមពួកវាមកដល់ហើយណា ទៅវិញជា ចេតនាយ៉ាងម៉េចបងនៅក្នុងព្រៃភ្នំដ៏សែនស្ងាត់ជ្រងំអញ្ចឹងហេតុអីបានជាមានហាងស្រាមួយដ៏ស្រស់ស្អាតយ៉ាងនេះទៅវិញពិតជាគួរឲ្យចម្លែកមែនអូបងឯងកុំទៅព្រួយបារម្ភធ្វើអ្វីជួនពេលកំពុងតែស្រេកឃ្លានហើយមានហាងស្រាមួយនេះយើងចូលទៅខាងក្នុងរកហៅម្ហូបអ្វីឆ្ងាញ់ឆ្ងាញ់យកមកញ៉ាំពិសាញ៉ាំរួចក្រោលហើយចាំយើងធ្វើដំណើរទៅបន្តទៀតណាបងតែខ្ញុំមើលទៅដូចជាមិនសូវស្រួលយ៉ាងម៉េចទេមិនធ្វើទេបើអញ្ចឹងតោកឲ្យខ្ញុំចូលទៅហៅមើលមើលម្ចាស់ហាងអើយអ្នកម្ចាស់ហាង ចា អូនៅក្នុងហាងមានមុខម្ហូបអីឆ្ងាញ់ឆ្ងាញ់យកជីងមកអស់ពួកខ្ញុំនឹងទូតជូនណា ចាសូមបងតាំងពីចាំអូនមកផ្លេតចា អូចាប់ឡើង ចាសូមជម្រាបសួរបងតាំងពីតើបងតាំងពីត្រូវការមុខម្ហូបអីដែរទៅចា ណែអូនស្រីនៅក្នុងហាងរបស់អូនមានម្ហូបអីឆ្ងាញ់យកជីងមកអស់ពួកបងនឹងទូតជូនណា ចាសូមជម្រាបបងតាំងពីធ្វើត្បិតហាងរបស់អូនមិនស្មើកន្លែងផ្សេងពិតបងតាំងពីត្រូវការមុខម្ហូបអីគឺមាននឹងចា ពិតមែនឬ ចាសូមធានាឲ្យបងតាំងពីមិនឲ្យខកបំណង អ
បើបងទាំងពីរត្រូវការគុកច្របាច់ពុកប្អូននិងពុកច្បាច់ជួនហើយបងទាំងពីរត្រូវការបិទចម្រៀងពុកប្អូននឹងច្រៀងឲ្យស្ដាប់ចំណែកមុខម្ហូបវិញគឺពីគុកថាញ៉ៃដំរីការីដងទៅសតទីពីនឹងគុលជែកមានលងសັດតស្មោនឹងពងសេកថែមគាត់ចាញ់ជែកញ៉ាំនឹងពេញទាំងសាជូស្រាប់អែមលែមានអូនស្រីអបកំប្រណីទឹកស្រីពេញចិត្តបើជ្រុលស្រវឹងពនគុកច្របាច់ធ្វើឲ្យសម្រេចតាំងដីបំណង ពធអើយមុខមហូបអីក៏ចម្លែកម្ល៉េះណែអូនស្រីមុខមហូបដែលអូនតើបតែរៀបរាប់នោះពិតជាឆ្ងាញ់ណាស់មែនទេ ចាមិនត្រឹមជាឆ្ងាញ់ទេថែមទាំងពលកម្លាំងទៀតផងណាបង អូ បើឆ្ងាញ់អូនទុកញ៉ាំតែម្នាក់ឯងចុះហើយយកឲ្យបងពីឲ្យមុខធម្មតាបានហើយដូចជាសัตว์ប្រះសัตว์សន្សាយហើយនឹងស្រាជាដើមទៅភ្លាមទៅ ចាមានភ្លាមចាឯណាអូនស្រី ចាចា ណែអូនស្រីចូលអូននាំភ្ញៀវចូលទៅខាងក្នុងដើម្បីលុបលាងចម្រះកាយមិននឹងក្លៀនស្រាណា ចាបងស្រីជំរាបសួរបងទាំងពីរបងទាំងពីរច្បាស់ជាធ្វើដំណើរហត់នឿយណាស់ហើយមើលទៅហើយដូច្នេះចូលទៅខាងក្នុងដើម្បីជំរះកាយជាមួយអូននិងញ៉ាំស្រាជាមួយអូនណាចា បងឧត្តមបើអញ្ចឹងបងឯងចូលខាងក្នុងមុនខ្ញុំចុះណាដូចជាមិនកើតទេ ចាសូមអញ្ជើញបងចូលទៅជាមួយអូនណា អាយ៉ា អូនណែបង យ៉ាងម៉េច មិនដេចបងមិនចូលទៅខាងក្នុងជាមួយនឹងគេផងទៅទេចា អូខ្ញុំចង់នៅទីកន្លែងនេះដើម្បីឲ្យបានលហែលហើយកាយបន្តិច យើងត្រូវរកគ្រប់វិធីដើម្បីបញ្ឆុតវាចូលទៅខាងក្នុងគង់ខាំងទុកហើយទុកយប់យើងនឹងស៊ីសាច់ពួកវាអូនណែបង ណែអូនស្រីបើតាមបងមើលទៅដំណើរប្រុសមិនប្រុសស្រីមិនស្រីរីឯសំដីសំដៅវិញឈ្មោះមិនឈ្មោះញីក៏មិនញីអូនស្រីតើអូនឯងស្រីឬក៏ប្រុសហ្នឹង បើបងចង់ឲ្យអូនស្រីអូនជាស្រីបើបងចង់ឲ្យអូនប្រុសអូនគឺជាប្រុសភ្លាមណាបង ណែនឹកបានជាមានរឿងចម្លែកដូចនេះទៅវិញ ចាបងនេះជារឿងធម្មតាទេពេលមានមនុស្សសេចក្ដីចេតនានឹងគ្នាហើយទោះជាអាក្រក់ក៏ទៅជាល្អដែរតែបើស្អប់គ្នាវិញទោះជាល្អក៏ទៅជាអាក្រក់ដែរណាបង អូនឯងនិយាយនេះពិតជាសមហេតុសមផលមែន អូនណែបង យ៉ាងម៉េចអូន ឲ្យអូនសួរបងបន្តិចបានតិចចា អូនសួរតាមស្រួលទៅចាស់ ចាបងសប្តាហ៍ថ្ងៃនេះបងមានទីលំនៅហើយឬនៅ រវល់តែដើរលិចវាចូលព្រៃចឹងធ្វើមិនដេចមានកន្លែងណានៅទៅ អត់ទេអូនចង់សួរពីរឿងគ្រួសារណា អូនឯងចង់សួរពីរឿងប្រពន្ធកូនមែនទេ ចា នៅឡើយទេគឺនៅកំឡោះថ្មងណា ណែរវល់តែជជែកគ្នាអមាញ់ឥឡូវមិនតាន់មានយកមុខហូបអីជីងមកសោះ ចាសូមបងរងចាំថែមបន្តិចទៀតទៅចា មិនបានជាដាច់ខាតយើងត្រូវការញ៉ាំឆ្អែតចន់ហើយនឹងធ្វើដំណើរទៅជាបន្តបងឧត្តមអើយបងឧត្តមយ៉ាងមិនទៅចេតនាខ្ញុំសង្ស័យថាពួកនេះគឺជាព្រៃបិសាចណាបងតែយើងមិនតាន់បានហូបអីផងមិនបានទេយើងមិនអាចដើរមកអស់ទីនេះតទៅទៀតបានទេបើអញ្ចឹងយើងប្រញាប់ធ្វើដំណើរទៅជាបន្តណាបងទៅបងបើទៅយកទៅ ឈប់សិនពួក
เองก็สมานท่าเรื่องจริงพัดไปตีนี้โดยรู้คลุนนู้ ឯងគឺជាព្រះបិសាចមែនទេ ត្រូវយើងគឺជាប្រេសាច់ ពិតជាស្មានមិនខុសមែន ខ្លួនយើងកំពុងតែឆ្លេចឃ្លានស្រាប់តែពួកឯងចូលមកដល់ទីនេះឯណាបិសាច បាទលោក ណែពួកអាក្មេងល្អិតថ្ងៃនេះយើងនឹងស៊ីសាច់ពួកអញហើយវើយមើលពួកឯង បងលោក ចូលចាត់ការវាភ្លាម បងដំបងទៅប្រុងប្រយ័ត្នណាមិនអីទេចេតនាបងដំ ងត់ទៅ ទៅយើង បងឧត្តមតើកន្លែងនេះគឺជាកន្លែងណាតើបានមានដុំពពកហោះហើរដេដាស់យ៉ាងនេះហើយផ្លូវណាទៅបង្ហាញឲ្យយើងឆ្ពោះឡើងទៅឋានសួគ៌បានបើត្រូវតល់ផ្លូវហើយនោះធ្វើមិនដេចពួកយើងនឹងឡើងឋានសួគ៌បានណាបងតល់ផ្លូវមួយនេះខ្ញុំនឹងរកផ្លូវមួយទៀតខ្ញុំជឿជាក់ថាត្រូវតែមានផ្លូវឡើងទៅលើឋានសួគ៌បានមិនខានទេអូចេតនាសម្លឹងមើលនោះណោះនៅលើផ្ទៃមេឃហេតុអីបានជាមានវងបាក់សីហើយយ៉ាងនេះទៅវិញហើយកំពុងតែឆ្ពោះមកទីនេះទៀតផងប្រហែលជាស្រីសួរហើយមើលទៅទោះជាគេមានស្លាប់តែដូចមនុស្សឲ្យបែបបិទនេះគឺជាស្រីទេពអប្សរឬក៏ជាបិសាចយើងមិនតាន់អាចសន្និដ្ឋានបានបើអញ្ចឹងយើងគួរតែរកកន្លែងពួនចាំមើលសិនទៅបានពិតមែនហើយបងបើអញ្ចឹងយើងប្រញាប់ធ្វើដំណើរទៅណាបងទៅបង ឯណាបងប្អូនយើងទាំងអស់គ្នាព្រះបងម្ចាស់បងចូលនាំគ្នាច្រៀងរំឲ្យអស់ពីចិត្តទៅចុះព្រោះផ្ទៃមេឃនេះគឺជារបស់ពួកយើងហើយណាព្រះបងម្ចាស់បង អ
បងទាំងពីរអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាហើរទៅកំពូលភ្នំខាងនោះរកកិច្ចការណាដែលរីកស្រស់ល្អណាម្ចាស់បងពួកប្អូនទៅក៏ទៅចាស់តែឆាប់ត្រឡប់មកវិញកុំទុកឲ្យម្ចាស់បងរងចាំយូរពេកណាបើអញ្ចឹងពួកប្អូនសុំទៅមិនសិនហើយទៅចាស់ម្ចាស់បងប្អូនចង់សួរម្ចាស់បងពីរឿងមួយហងមាម្ចាស់ប្អូនចង់សួរពីរឿងអីប្អូនចង់សួរម្ចាស់បងថាតើពីមុនមកដល់ឥឡូវនេះតើម្ចាស់បងមានចាប់អារម្មណ៍ទៅលើបុរសណាម្នាក់ដែរឬនៅដូចជាបុរសនៅឋានកណ្ដាលជាដើមហងមាម្ចាស់ប្អូនក៏មានព្រះបន្ទូលយ៉ាងនេះប្រយ័ត្នតែព្រះរាជនីឮច្បាស់ជាវីវហើយម្ចាស់បងគឺជាទេពអក្សរត្រូវតែឃ្លាតចាកពីរឿងនេះទោះបីមានក៏ត្រូវលាក់ចិត្តក្នុងក្រអៅបេះដូងដែរណាប្អូនចំណែកប្អូនវិញមិនដែលឃើញមុខកំឡោះម្ដងណាទេលើតែកែនិយាយថាបរោះនៅឋានកណ្ដាលស្អាតណាស់ចំណែកនៅឋានសួគ៌យើងវិញប្អូនមិនតាន់ឃើញអ្នកណាគួរឲ្យពេញចិត្តឡើយនិយាយផ្ដេសផ្ដាស់ទៀតហើយម្ចាស់ប្អូនត្រូវចេះរក្សាមារយាទផងណាប្អូននឹកឃើញយ៉ាងណាគឺនិយាយយ៉ាងនឹងឯងបើប្អូនបានជួបបរិះណាដែលប្អូនពេញចិត្តនោះហើយត្រូវជាគូប្រេងនឹងគ្នានោះប្អូននឹងស៊ូលះបង់ឋានៈជាទេពអប្សរដើម្បីបានរួមរស់នឹងគ្នាម្ចាស់បងមិនបានជាមកមើលមកម៉ាំងយ៉ាងនេះឬមួយក៏ម្ចាស់បងគិតដូចខ្ញុំម្ចាស់ដែរបានហើយអូមែនហើយថ្ងៃនេះធាតុអាកាសស្អុកក្តៅណាស់បើអញ្ចឹងពួកយើងដោះស្លាបដាក់នៅទីនេះហើយនាំគ្នាចុះទៅស្រង់ទឹកឲ្យត្រជាក់កាយទៅហងមានម្ចាស់ប្អូននៅអឹមអៀនដល់ណាទៀតតែសភាពនៃជ្រោះនេះគឺជារបស់ពួកយើងហើយកុំខ្លាចមាននរណាគេមកលបមើលអីណាហងមានចុះមកស្រង់ទឹកជាមួយបងមកតែម្ចាស់បងស្រង់ម្នាក់ឯងចុះប្អូនមិនហ៊ានទេពិតជាទេវតាជួយខ្ញុំហើយមានស្លាប់នេះខ្ញុំនឹងអាចហោះហើរទៅសពទីកន្លែងទាំងអស់ម្ល៉េះហើយរឿងឡើងទៅលើឋានសួគ៌គ្មានអ្វីគួរឲ្យបារម្ភទៀតឡើយម្ចាស់បងយើងស្រង់ទឹកយ៉ាងនេះនាងអើយខ្ញុំមិនមែនជាមនុស្សអាក្រក់ទេមើលរូបរាងរបស់លោកហាក់ដូចជាមនុស្សស្លូតត្រង់ប៉ុន្តែអាកប្បកិរិយាវិញហាក់ដូចជាមានរឿងអាកំបាំងអ្វីមួយហើយមើលទៅចង់ហេតុអីបានលោកហ៊ានមកក្លឹបមកយើងស្រង់ទឹកហើយថែមទាំងលួចយកស្លាប់យើងទៀតផងខ្ញុំគ្មានបំណងអាក្រក់ទេណានាងយើងចាប់អ្នកឯងសងយើងហើយព្រោះឯងអ្នកឯងបានខ្ញុំគ្មានអ្វីសងអ្នកនាងឡើយ
ចាស់បងម្ចាស់បងនេះប្រហែលជាផាប់ប្រេងវាសនាហើយតើបឲ្យម្ចាស់បងជប់នឹងគេយ៉ាងនេះណា ម្ចាស់ប្អូនអើយបងមិនដឹងធ្វើយ៉ាងណាទេបើរាងកាយរបស់បងត្រូវគេមើលឃើញអស់ហើយនោះ ម្ចាស់បងដឹងធ្វើយ៉ាងម៉េចទៀតបើរឿងរ៉ាវវាបានជ្រុលអស់ទៅហើយនោះណាហើយអូនសូមជូនពរឲ្យម្ចាស់បងជួបតែសេចក្តីសុខមង្គលណា មិនដឹងថាតើគេពេញចិត្តបងដែរឬមួយគេប្រកែកជួនកាលគេទុកឲ្យបងត្រូវទទួលការអៀនខ្មាស់ក៏មិនដឹង ម្ចាស់បងសាក់សួរចិត្តកែឡមើណាហើយចាស់ប្អូនកិច្ចមុខសិនហើយស្រួលឲ្យម្ចាស់បងផ្ដោះផ្ដងវាចាទៅចាស់ណា ហងមាបងប្រុសតើបងប្រុសឈ្មោះអ្វីដែរ ខ្ញុំឈ្មោះឧត្តមតែចំណែកអ្នកនាងវិញគឺជាស្រីទេពអប្សរមែនទេ បងឧត្តមអើយធាតពិតខ្ញុំគឺជាសត្វហង្សតែកាន់សិលយូរទៅក៏បានคล้ายទៅជាទេពអប្សរយ៉ាងនេះទៅស្មានថាបានរស់នៅទីនេះនឹងអាចនឹងលះបង់នៅកម្មវិបត្តិទាំងឡាយតែមិននឹកស្មានថានៅពេលខ្លះចិត្តខ្ញុំនៅតែក្តុកក្តួលរំជើបរំជួលយ៉ាងនេះសោះ ខ្ញុំតែងតែគិតថាអ្នកដែលនៅលើឋានសួគ៌សិតសឹងតែជាអ្នកមានចិត្តស្ងប់រងាប់មិនដែលមានទុក្ខវិបត្តិអ្វីឡើយ ជាស្ត្រីទោះជាមនុស្សឬក៏ទេវតាក៏តែងតែនឹកដល់រឿងវាសនារបស់ខ្លួនបើបងឧត្តមយល់ព្រមខ្ញុំស្ម័គ្រចិត្តធ្វើជាគូអនាគត អ្នកនាងមានសន្តានចិត្តល្អចំពោះខ្ញុំចឹងធ្វើឲ្យខ្ញុំសែនរំភើបចិត្តជាខ្លាំងណាស់តែគួរឲ្យស្ដាយព្រោះខ្ញុំជាបរិះមានគូរួចទៅហើយ ប្រហែលជាគូស្នេហ៍របស់បងឧត្តមស្អាតណាស់មែនទេហើយចរិយាសម្បត្តិក៏គ្មាននរណាផ្ទំស្មាឡើយមើលទៅ សក្ខីគឺជានារីធម្មតាមួយរូបតែនាងស្រឡាញ់ខ្ញុំខ្លាំងណាស់ចៃដន្យអីពេលនេះត្រូវអាយៈកំណាចចាប់ខ្លួននាងទៅហើយក៏ជប់នាងឲ្យคล้ายទៅជាថ្មទៀតផងទៅខ្ញុំខំស្វែងរកផ្លូវឡើងទៅលើឋានសួគ៌ដើម្បីខ្ចីវត្ថុទឹកទៅកំចាត់អាយៈកំណាចនោះណា មនុស្សលោកមិនអាចឡើងទៅឋានសួគ៌បានទេត្រូវតែមានសិលសាស្ត្រវិជ្ជាឬក៏ស្លាបរបស់ទេវតាទៅឡើងទៅបានណា តែខ្ញុំបានប្រាជ្ញាហើយថាទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងរកគ្រប់មធ្យោបាយដើម្បីទៅកំចាត់អាយៈកំណាចនោះឲ្យតល់តែបាន បើអញ្ចឹងខ្ញុំនឹងជួយបងឧត្តមសម្រេចតាមបំណងពឹងលើស្លាបនេះខ្ញុំនឹងនាំបងឧត្តមធ្វើដំណើរឡើងទៅឋានសួគ៌ ហើយចុះអ្នកនាងវិញបើគ្មានស្លាបទេនោះ ចំណែកគ្រប់ខ្ញុំវិញបើសិនគ្មានស្លាបត្រូវរស់នៅទីនេះអស់មួយជីវិតមិនអាចហោះហើរបានទៀតឡើយជួនកាលត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៀតផង ខ្ញុំមិនយល់សោះហ
ហេតុអីបានជានាងបដិញ្ញាជួយខ្ញុំដល់ម្លឹង ព្រោះសន្តានតចិត្តរបស់បងឧត្តមព្រោះចង់ជួយបងឧត្តមកុំចាប់យកកំណាចនោះណា អស់នាងអើយខ្ញុំមិនដឹងជាមានពាក្យពេចន៍អ្វីពោលស្រដីឲ្យអស់ពីទឹកចិត្តដ៏សប្បុរសធម៌របស់នាងបានឡើយ បានហើយមែនហើយបងឧត្តមធ្វើដំណើរតែម្នាក់ឯងមែនទេ ខ្ញុំមកជាមួយនឹងមិត្តម្នាក់ទៀតគេនោះគឺចេតនាទូលបង្គំសូមជម្រាបសួរដល់នាងទាំងពីរ បងគឺជាមិត្តរបស់បងឧត្តមមែនទេ ពិតជាទូលបង្គំមែនហើយ បានហើយហងមានម្ចាស់ប្អូនប្រប៉ម្ចាស់បងឧត្តមពឹងបងប្អូនយើងនាំពួកគាត់ឡើងទៅឋានសួគ៌ដើម្បីខ្ចីវត្ថុទិព្វទៅកម្ចាត់អាយកំណាចជួយសង្គ្រោះមនុស្សស្លូតត្រង់ណាប្អូនម្ចាស់បងតម្ចាស់បងជួយកែឡើងឋានសួគ៌របៀបណាទៅបងទាំងពីរនឹងតោកស្លាបរបស់ពួកយើងហើយពួកយើងគ្រាន់តែហោះមួយសន្ទុះនឹងឡើងទៅដល់ឋានសួគ៌មិនខានទេណាបើអញ្ចឹងប្រសើរហើយណាស់ហើយចាស់បើអញ្ចឹងយើងប្រញាប់ធ្វើដំណើរភ្លាមទៅម្ចាស់បងមែនហើយបងទាំងពីរត្រូវតែតោងស្លាបរបស់ពួកខ្ញុំឲ្យចប់ណា ពួកខ្ញុំសូមចងចាំ បើអញ្ចឹងយើងជិះដំណើរភ្លាម បងឧត្តមចេតនា យប់3ថ្ងៃហើយខំលឹកជង្គង់នៅមុខខ្លងទ្វារមេឃនេះគ្មានអ្នកចេញមកសួរគ្មានអ្នកដើររហិតរហូតប្រហែលជានៅលើឋានសួគ៌នេះត្រូវពុកជាកំណាចធ្វើឲ្យខ្លាយជាថ្មអស់ក៏មិនដឹងដែរត្រូវតែខំទ្រាំរង់ចាំទោះជាយ៉ាងណាក៏ដោយខ្ញុំជឿថាត្រូវតែមានអ្នកដើរចេញរហិតរហូតមកបើកទ្វារនេះមិនខានទេខ្ញុំមិនអាចដែររងចាំតទៅទៀតបានទេបើអញ្ចឹងខ្ញុំនឹងទៅទម្លាយទ្វារមេឃនេះចេតនាកុំចិត្តក្តៅពេកបានហើយនៅលើឋានសួគ៌ពួកឯងស្ងាត់ឈឹងឬមួយពួកនឹងកំពុងផឹកស្ងានៅលើឋានសួគ៌ពួកឯងស្ងាត់ឈឹងឬមួយពួកនឹងកំពុងផឹកស៊ីមិនគិតមិនគូងាពីរឿងអ្វីទេអង្គុយទំនេចាំតែកុំត្រាយ៉ានៅលើឋានសួគ៌ឬក៏ឋានមនុស្សលោកតែងតែមានអ្នកល្អអ្នកអាក្រក់បងកុំនិយាយរួមអញ្ចឹងប្រហែលជាទេវតាកំពុងតែរវល់ជាប់ប្រជុំហើយក៏មិនដឹងខ្ញុំមិនស្ដាប់បងឯងទៀតទេរណែបរណប់ល្មមបានហើយរណែបរណប់ពេកទៅមើលដូចជាមិនចុះភ្នែកទេទុកឲ្យខ្ញុំទៅទម្លាយទ្វារមេឃនេះបើទេវតាចាប់ទោសខ្ញុំគឺជាអ្នកក្តាប់រងចេតនាបានហើយចាញ់ក្តារនេះខ្ញុំនឹងដាក់ក្តារផ្សេងវិញ
ណាហ៊ានទម្លាយទ្វេយ៉ាងនេះសុំទោសលោកគឺជានរណា យើងគឺជាទេពសេនាជាមន្ត្រីឋានសួគ៌ អូប្រហែលជានៅលើឋានសួគ៌នេះតែងតែដណ្ដើមកៅអីគ្នាហើយមើលទៅទៅណាមកណាតែងតែយកកៅអីទៅតាមយ៉ាងនេះឬ លេផ្ដោះនៅទីនេះមានមន្ត្រីច្រើនតែកៅអីតិចតួចស្ដួចស្ដើងណាស់យើងជាអ្នកចាស់ទុំខ្នងកងចង្គង់តន់តែងតែទៅណាមកណាយកកៅអីតាមអញ្ចឹងហើយចោះពួកឯងមកទីនេះមានការអី សូមក្រាបបង្គំលោកទេពសេនា ពួកឯងមកពីទីឋានណា មកពីឋានកណ្ដាល ប្រទេសផ្ដាស់នៅឋានកណ្ដាលហ៊ានឡើងមកទីនេះនាំអោយប្រឡាក់ប្រលុកឋានសួគ៌របស់យើងពួកឯងត្រឡប់ទៅវិញទៅបើមិនចឹងទេយើងនឹងអោយសេនាចាត់ការឯងឥឡូវនឹងហើយទៅព្រាមទៅ លោកទេពសេនា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 ពុទ្ធោអើយអ្នកបដាយសក្ខីអូនក្តីសង្ឃឹមទាំងឡាយវាប្រែคล้ายទៅជាផ្សែងអស់ហើយខ្ញុំនឹងបដិញ្ញានៅទីនេះរហូតដល់អស់ជីវិតបើសិនជារកមិនឃើញមធ្យោបាយទៅកុំចាត់ឲ្យយ៉ាកំណាចទេនោះបងឧត្តមទុកឲ្យខ្ញុំទៅទម្លាយទ្វារមេឃតែម្ដងទៀតក្រែងលោកបានជួបទេវតាផ្សេងវិញ លោកណាធ្វើឲ្យរំជួលឋានសួគ៌យ៉ាងនេះ ពួកខ្ញុំឡើងមកដល់ទីនេះគឺបំណងចង់សុំជួបលោកទេពសេនាចេតនាលិតជង្គង់ចុះភ្លាមទៅ ខ្ញុំមិនលិតជង្គង់ទេពីព្រោះទេវតាណាក៏ដូចជាទេវតាណានោះដែរ ប្រទេសផ្ដាស់ពួកឯងឡើងមកទីនេះដល់របៀបណា ពួកខ្ញុំតង់ស្បៃទេពអប្សរឡើងមក នរណាឲ្យពួកឯងតងស្បៃឡើងមកទីនេះ គឺហងពេជ្រនិងហងមាស បើពិតជាអញ្ចឹងមែននោះយើងនឹកពីនៃទោសហងពេជ្រនិងហងមាសមើលសេនា ក្រាបទូលព្រះអង្គ ត្រូវតែនាំហងពេជ្រហងមាសចូលមកទីនេះភ្លាម ក្រាបទូល ក្រាបទូលសូមលោកទេពសេនាកុំដាក់ទោសហងពេជ្រនិងហងមាសអីរឿងនេះគឺមកពីទូបង្គំអង្វរកនាងទេ ចាំជួបហងពេជ្រនិងហងមាសទើបយើងសម្រេច នាងខ្ញុំទាំងទ្វេសូមក្រាបថ្វាយបង្គំលោកទេពសេនា ណែលោកអមាញ់មីនេះលោកឯងបាននិយាយថាគឺជាទេពមន្ត្រីទេតា ណែពួកនាងឲ្យចិនទាំងពីរនេះតងស្បៃឡើងមកទីនេះមែនទេ ប៉ាត់ប៉ណាក្រាបទូល នេះជាត្រឹមក្រមេយ៉ាហ៊ានបំពេញណាយើងត្រូវប្រមានយ៉ាឲ្យនាងដឹងការនេះជាត្រឹមក្រមេយ៉ានាងហ៊ានបំពេញណាយើងត្រូវប្រមានយ៉ាឲ្យនាងដឹងការគេជាមនុស្សលោកយ៉ាយើងជាទេវតាពេលនេះសង្ខារយ៉ាខ្លាចជាសត្វផងហើយក្រាបទូលលោកទេពសេនាសូមលោកកុំដាក់ទោសដល់នាងទាំងពីរអីពួកខ្ញុំទាំងពីរសូមទទួលទោសជំនួសនាងទាំងពីរទៅចុះ តរន្តកម្មសម្រាប់តែអ្នកមានទោសពេលនេះនាងទាំងពីរត្រូវคล้ายខ្លួនជាសត្វហង្សហើយ លោកទេពសេនាបងប្អូននាងខ្ញុំសូមទទួលទោសដោយក្តីសប្បាយតែ
តែមុននឹងទទួលទៅសូមលោកទេពសេនាជួយដល់បងឧត្តមឲ្យបងឧត្តមខ្ចីវត្ថុទុកដើម្បីទៅកម្ចាត់អាយកំណាចជួយសង្គ្រោះមនុស្សស្លូតត្រង់ផងពួកខ្ញុំដឹងថាឲ្យពួកកែតាំងស្បែកឡើងមកទីនេះគឺមិនអាចលើកលែងតោះបានទេប៉ុន្តែបានជួយសង្គ្រោះអ្នកស្លូតត្រង់យ៉ាងនេះទោះជាស្លាប់ក៏ពួកខ្ញុំសប្បាយចិត្តដែរក្រាបទូលលឺពួកនាងរាយរាប់យ៉ាងនេះយើងក្តុកក្តួលក្នុងហឫទ័យជាខ្លាំងណាស់ពីព្រោះចង់ជួយដល់មនុស្សស្លូតត្រង់ទើបពួកនាងហ៊ានធ្វើយ៉ាងនេះប្រសើរណាស់ខ្ញុំម្ចាស់សូមទទួលទោសស្លាប់តែមិននឹងទូបង្គំស្លាប់ទូបង្គំសុំខ្ចីវត្ថុទៅកម្ចាត់អាយកំណាចរួចរាល់ហើយទូបង្គំនឹងឡើងមកទទួលទោសស្លាប់ជាក្រោយយើងគ្រាន់តែលលេងទឹកចិត្តរបស់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះទេបើចង់សម្រេចកិច្ចការធំត្រូវតែចេះអត់ធ្មត់ចំណែកសន្តានចិត្តហងពិតទាំងហងមាសយើងទុកជាគំរូនៃឋានសួគ៌នេះសូមអរព្រគុណទេពសេនាសូមអរព្រគុណទេពសេនាណាស់ហើយទឹកចិត្តរបស់អ្នកទាំងឡាយទោះជាសិលាក៏ត្រូវតន់ដែរហ៊ានពលីកម្មដើម្បីអ្នកស្លូតត្រង់ យើងនឹងឲ្យអ្នកទាំងពីរខ្ចីវត្ថុទិព្វនេះដើម្បីកម្ចាត់អាក្រុងយក្សហើយរំដោះដល់អ្នកស្លូតត្រង់សូមអរព្រគុណទេពសេនាយ៉ាងម៉េចហើយនាងយើងបានជប់ឲ្យនាងរស់រៀងមានជីវិតឡើងមកវិញហើយបានជាឲ្យសេនានាំអ្នកដែលខ្លាចខ្លួនទៅជាថ្មនោះចូលមកទីនេះហើយនាងព្រមទទួលយើងធ្វើជាព្រះស្វាមីយើងនឹងជួយជប់ឲ្យគេរស់រៀងមានជីវិតឡើងវិញម្ដងទៀតគួរទុកពេលឲ្យយើងគិតគូរសិនអូពុកនាងព្រមទាំងបងប្រុសរបស់នាងនិងអ្នកទាំងអស់គ្នានោះអាស្រ័យលើនាងគិតគូរទៅចោះតែហើយដើម្បីឲ្យនាងបាត់ដីទុកព្រួយយើងនឹងជួយជប់ឲ្យអូពុកនាងរស់រៀងវិជីវិតឡើងមកវិញហើយសក្ខីកូនសក្ខីកូនឥឡូវនេះនាងនៅទីនេះសំណះសំណាលនឹងអូពុកនាងទៅចោះបងទៅបន្តិចបងនឹងត្រឡប់មកវិញហើយរងចាំដំណឹងល្អពីអូនណាកូនស្រីពុកអើយពុកមិនស្មានថាពុកកូនយើងបានមកជួបគ្នាទៀតឡើយពុកអើយបានជួបពុកពេលនេះកូនសប្បាយចិត្តខ្លាំងណាស់ពុកប្រហែលជាកូនត្រូវបដូរជីវិតដ
ដើម្បីជួយបងប្រុសនិងអ្នកស្រុកអ្នកភូមិទាំងអស់គ្នាហើយណាបង សក្ខីកូនឮពាក្យកូនវិចារដោយគេមានយកកំបិតមកចាក់ទម្លុះដើមទ្រូងតែពុកត្រូវធ្វើយ៉ាងណាដើម្បីជួយកូនស្រីបានបងពុកចាស់ជារាយ៉ាងនេះទៅហើយសក្ខីកូនសក្ខីកូន សុខីកូន ពុកអើយពេលណាពុកបានជួបបងឧត្តមពុកជួយប្រាប់គាត់ថាមិនមែនកូនក្បត់ចិត្តគាត់ទេដោយស្ថានភាពចាប់បង្ខំតើបកូនត្រូវតែធ្វើដូច្នោះហើយណាពង ឧត្តមឃ្លាតចោលស្រុកគ្មានដឹងដំណំមួយអ្វីឡើយឥឡូវនេះមិនដឹងវានៅទីណាទេសក្ខីកូន យ៉ាងម៉េចហើយសម្រាប់ចិត្តហើយឬនៅនាងឬក៏នាងចង់ឲ្យតាកញ្ចាស់នេះខ្លាយខ្លួនទៅជាថ្មម្ដងទៀតឡើយនាងយ៉ាងម៉េចយ៉ាងម៉េច យ៉ាងយល់ព្រម អូណាអូសេណាអបរៀបចំអបផ្សាយឲ្យយើងរៀង ចាប់សិន យ៉ាងម៉េច ប៉ុន្តែឯងត្រូវតែសន្យានឹងយើងជប់អ្នកទាំងអស់គ្នានេះឲ្យខ្លាយទៅជាមនុស្សធម្មតាវិញ បានយើងសន្យាទាំងអស់ក្រោយពីដែលយើងបានរួមរយៈជាមួយនឹងអូនសិនមកទុំធ្វើយ៉ាងហ្នឹងសក្ខីកូនស្បែកកូន ពុកអើយគ្មានផ្លូវច្រោះរើសទេបង មកហើយចឹងយើងចូលទៅក្នុងដំណាក់រួមសក្បាយណាអូនមកតាមយើងមកជួស្ងៀមបើនាងហ៊ានដោកំណត់ទេនោះកុំថាឡើយខ្លាយខ្លួនទៅជាថ្មយើងនឹងឲ្យពួកឯងខ្លាយខ្លួនទៅជាផេះផូតលីទាំងអស់យ៉ាងម៉េចលេង មក លេងយើងបានហើយចឹងយើងនឹងឲ្យពួកឯងខ្លាយខ្លួនទៅជាផេះទាំងអស់
เฮ้ย ឆាប់ភ្លាមក្រុងយក្សឯងឆាប់លឹកកងចុកសារភាពទៅភ្លាមទៅ អូពួកឯងមកជួបជុំគ្នាល្អណាស់អានបើអញ្ចឹងយើងនឹងជួនឲ្យឯងទៅឋាននរកទាំងអស់គ្នា មកជីងໄວៗមកអាយ៉ាក់បានខ្សែជីវិតហើយ បងអត់ដឹងបងអត់ដឹង សក្ខីអូនលោកមេភូមិសូមអរគុណអ្នកក្លាហានទាំងពីរដែលមកជួយសងគ្រោះតាន់ពេលណា អស់មែនហើយបងអត់ដឹងចាស់អ្នកដែលខ្លាចខ្លួនទៅជាថ្មនោះតែយើងគួរធ្វើយ៉ាងណាទៅបង អូនមិនបាច់បារម្ភទេនៅពេលក្រុងយក្សខ្សែជីវិតហើយនោះពួកគាត់នឹងរស់រានមានជីវិតមិនខានទេណាអូន អូប្រសើរណាស់អត់តាមកូន អ្នកម្ដាយ អត់តាម អ្នកម្ដាយអ្នកម្ដាយសក្តាកូនសក្តាកូន បងអត់ដល់សូមបងអភ័យទោសខ្ញុំផងណាបង បានហើយមើលអ្នកទាំងអស់គ្នាថ្ងៃនេះអាយ៉ាកណាចត្រូវបានកំចាត់អ្នកស្រុកអ្នកភូមិនឹងរស់រានមានជីវិតឡើងវិញហើយក្រោយភ្លៀងមេឃតែងតែស្រឡះក្នុងឱកាសនេះយើងនឹងចាត់ចែងពិធីអាពាហ៍ពិពាហ៍ឲ្យឧត្តមនិងសក្ខីជួបគ្នាជាគូស្វាមីភរិយាតរៀងទៅ